ហើយតែដល់ពេលទិញកៅអៅទិញគ្រឿង make up អីពេលខ្លះគឺពិបាកហើហ្មងខ្លាចតែទិញហើយពេលអត់សមលាបទៅអត់ស្អាតស្ដាយលុយចុះបើយើងសាកមកធ្វើ personal color test ដើម្បីស្វែងរកខ្លួនឯងវិញមិនដែរសួស្តីអ្នកនរគ្នាខ្ញុំគឹមជីថ្ងៃនេះខ្ញុំនឹងមកស្វែងរកខ្លួនឯងនៅ TMI Personal Color ឬសេវាកម្មតេស្តពណ៌ចង់ដឹងថាខ្ញុំស្វែងរកខ្លួនឯងបែបណាតើទៅមើលជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំមកនេះគឺធ្វើ3សេវាកម្មតែម្ដងគឺធ្វើ personal color test face analysis និង body type analysis ជាដំបូងខាងគាត់គឺឲ្យខ្ញុំបំពេញឯកសារផ្ទាល់ខ្លួនខ្លះៗជាមុនសិនហើយបានគាត់បញ្យល់ពី personal color test ហ្នឹងថាមានអីខ្លះដើម្បីយើងយល់ហើយបានគាត់ចាប់ផ្ដើមធ្វើ test ឲ្យយើងតែមុនធ្វើ test ហ្នឹងគឺត្រូវលុប make up ចេញបានយើងធ្វើ test កើតហើយចាមើលមុខខ្ញុំគឺស្លេកជាខ្លាំងពេលនេះចាប់ផ្ដើមធ្វើ test ពណ៌គ្រឿងអលង្ការមុនគេចំពោះលឿនដាក់លើមុខយើងស្អាតទេគឺខ្លួនជុំវិញមុខយើងស្អាតពណ៌នេះក្រហមទេចាអូប្រាក់នេះគឺមុខយើងភ្លឺ clean ថ្លាជាងចុះការបន្ថយក្រហមទៅមុខបានច្រើនពេលដែលស្ដាប់គាត់ហើយគឺពណ៌ប្រាក់គឺជាពណ៌ដែលត្រូវនឹងខ្ញុំហើយពណ៌មាសគឺអត់ត្រូវនឹងខ្ញុំទេតម្រងវិញស្រាពណ៌សក់ពណ៌អញ្ចាំកាត់ផ្នែកមុខយើងស្រាពេលអញ្ចឹងពណ៌ដិតយើងក៏អត់ត្រូវវាឃើញសម្រាប់កាក់យើងលិចវិញអញ្ចឹងឃើញមុខយើងក្រហមស្អាតតែបើតែពណ៌ស្រាមុខយើងអត់ស្គាល់ឃើញស្អាតពេលគាត់ធ្វើតេស្តហើយបានខ្ញុំដឹងខ្លួនឯងថាខ្ញុំខូថូនហើយអាចប្រើពណ៌បែបស្រាៗដូចជាផ្កាឈូកស្រាខៀវស្រាលឿងស្រានិយាយទៅឲ្យតពណ៌ស្រាៗគាត់ថាសមនឹងការប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងណាតែមិនមែនថាពណ៌ដុតគឺខ្ញុំប្រើអត់បានដាច់ខាតទេគាត់បានណែនាំដែរថាពណ៌ដុតខ្ញុំអាចប្រើបានដូចជាពណ៌បៃតងនេះអីអញ្ចឹងសម្រាប់ចូលកម្មវិធីអីគឺខ្ញុំអាចប្រើប្រាស់បានហើយ make up យើងក៏ត្រូវបែបព្រៀងដិតទៅតាមពណ៌ដែរអ្នកនរគ្នាពីមុនខ្ញុំធ្លាប់ធ្វើតែអីគេមើលទៅស្អីដៃហើយនឹងរបៀបមើលតាម filter អីចឹងណាខ្ញុំមើលទៅខ្ញុំគិតថាខ្លួនឯងជាលក្ខណៈវងធូនខ្ញុំអត់គិតថាខ្លួនឯងខូថូនដែរឥឡូវបានបើធ្វើតេស្តមួយបងទៅបានដឹងខ្លួនឯងច្បាស់ថាអូតែពិតខ្លួនឯងស័ក្តិសមនឹងខូថូនពណ៌យើងស្រាកាឈូកអីចឹងទៅចាមកដល់ពណ៌ទឹកក្រូចវិញបែបបើមថូនហ្នឹងគឺជាពណ៌ដែលខ្ញុំត្រូវជៀសហ្មងអត់ប្រើពណ៌នឹងដាច់ខាតបងប្រាប់ថាមានទឹកក្រូចមែនតែកុំមើលក្រែមគឺមិនអីសាដូសុទ្ធតែពណ៌ទឹកក្រូចចូលដល់ពណ៌គ្រឿង make up វិញគឺខ្ញុំអាចប្រើពណ៌ផ្កាឈូកឬក៏ផ្កាឈូកបែកស្វាយតិចៗបានហើយគាត់ក៏បានយកក្រែមមកសាក់នៅលើដៃឲ្យខ្ញុំមើលពណ៌ផ្ទាល់ដែរថាពណ៌មិនទៅត្រូវនិយាយពីពណ៌សក់វិញគឺខុសសាហាវហ្មងសក់ខ្មៅធម្មជាតិខ្ញុំនេះក៏អត់ត្រូវមួយមុខខ្ញុំដែរហើយបើនិយាយពីសក់ highlight ទឹកក្រូចខ្ញុំនេះវិញកាន់តែខ្ជិលនិយាយគឺខុសហ្មងពណ៌ដែលសមនឹងមុខខ្ញុំនោះគឺពណ៌សូកូឡាឬក៏ពណ៌មង្ឃុតតែប៉ុណ្ណេះបានបដូរពណ៌សក់ទៀតហើយឥឡូវនេះមកដល់ពេលធ្វើ body type analysis ម្ដងមើលពីរូបរាងកអាវបែបណាដែលសមនឹងខ្ញុំកមូលឬក៏កជ្រុងកស្រួចអីចឹងទៅហើយជាចុងក្រោយគាត់បានបញ្យល់យើងលម្អិតតែម្ដងហើយបញ្យល់ប៉ុណ្ណឹងហើយគាត់នឹងផ្ញើឯកសារឲ្យយើងទុកមើលតាមក្រោយទៀតដល់ពេលដែលយើងបានមកធ្វើតេស្តផ្ទាល់ចឹងទៅទើបដឹងច្បាស់ថាពណ៌សម្លៀកបំពាក់ពណ៌សក់ឬក៏ពណ៌ make up បែបណាដែលត្រូវមួយយើងហ្មងទៅធ្វើឲ្យយើងកាន់តែស្រស់ស្អាតថែមទៀតចឹងណាទោះពេលខ្លះយើងធ្វើតេស្តតាម social media ហើយក៏ដោយក៏ពេលខ្លះអត់ច្បាស់ 100% ដែរជួយជាមួយខ្ញុំគឹមឈីនៅវីដេអូក្រោយបាយបាយ